ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Furniture ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីស្ថិតិយកមកចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីនិយមន័យស្ថិតិប្រភេទផ្សេងៗនៃស្ថិតិនិងសារៈសំខាន់នៃការសិក្សាស្ថិតិតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើស្ថិតិជាអ្វីនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបញ្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់បានអំពីស្ថិតិដែលគេប្រើយ៉ាងទូលំទូលាយនៅក្នុងផ្នែកទីផ្សារផ្នែកគណនេយ្យផ្នែកត្រួតពិនិត្យគុណភាពសម្រាប់អ្នកប្រើប្រាស់អ្នកគ្រប់គ្រងមន្ទីរពេទ្យផ្នែកអប់រំនិងផ្នែកនយោបាយសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Elementary Statistics របស់លោក Alan G. Blumen បោះពុម្ពលើកទី11នៅក្នុងឆ្នាំ2023នៅចំពុកទី1ទំព័រទី82បានប្រាប់យើងអំពីនិយមន័យស្ថិតិតើស្ថិតិជាអ្វីមុននឹងការបកស្រាយពីនិយមន័យស្ថិតិខ្ញុំសូមពន្យល់ពីពាក្យស្ថិតិជាមុនសិនតាមវចនានុក្រមសម្ដេចសង្ឃរាជជនណាតពាក្យស្ថិតិសំដៅលើន័យច្រើនដែលក្នុងចំណោមនោះក៏មានន័យថាចំនួនដែលកត់ត្រាផងដែរពាក្យស្ថិតិត្រូវនឹងពាក្យនៅក្នុងភាសាអង់គ្លេស statistics ដែលចម្លងចេញពីពាក្យក្នុងភាសាអាល្លឺម៉ង់ statistic ប្រភពដើមនៃពាក្យស្ថិតិគឺពាក្យ status នៅក្នុងភាសាឡាតាំងពាក្យ status នៅក្នុងភាសាឡាតាំងបើនៅក្នុងភាសាអ៊ីតាលីវាត្រូវគ្នានឹងពាក្យថា statista ដែលពាក្យទាំងពីរនេះមានន័យថារដ្ឋាភិបាល political state ឬក៏ government ខាងក្រោមនេះជានិយមន័យរបស់ស្ថិតិស្ថិតិជាវិទ្យាសាស្ត្រដែលសិក្សាអំពីការប្រមូលការរៀបចំការបង្ហាញនិងការវិភាគទិន្នន័យដើម្បីទាញរកការសន្និដ្ឋានជួយដល់ការសម្រេចចិត្តមានន័យថាជាការសិក្សាអំពីរបៀបនៃការប្រមូលទិន្នន័យដោយការស្ទង់មតិការសម្ភាសន៍ការអង្កេតនិងការពិសោធន៍បន្ទាប់ពីប្រមូលទិន្នន័យរួចរាល់យើងធ្វើការរៀបចំទិន្នន័យដោយរៀបចំជាតារាងជាថ្នាក់ជាក្រុមឬគណនាចំនួនសរុបបន្ទាប់មកយើងធ្វើការបង្ហាញទិន្នន័យជាតារាងជាក្រាបសសរនិងក្រាបរង្វង់ជាដើមបន្ទាប់ពីយើងរៀបចំទិន្នន័យរួចរាល់យើងធ្វើការវិភាគទិន្នន័យដោយប្រើប្រាស់វិធីគណិតវិទ្យាដូចជាមធ្យមមេយ៉ានម៉ូតភាគរយវ៉ារីយ៉ង់និងគម្លាតស្តង់ដារបន្ទាប់ពីយើងវិភាគទិន្នន័យរួចរាល់យើងធ្វើការសន្និដ្ឋានដើម្បីធ្វើការសម្រេចចិត្តទៅលើអ្វីមួយដែលយើងសិក្សាខាងក្រោមនេះជាប្រភេទផ្សេងៗនៃស្ថិតិស្ថិតិចែកចេញជាពីរប្រភេទគឺស្ថិតិបែបពណ៌នានិងស្ថិតិបែបសន្និដ្ឋានស្ថិតិបែបពណ៌នាគឺជាស្ថិតិដែលសិក្សាអំពីការប្រមូលទិន្នន័យដោយធ្វើការសង្ខេបទិន្នន័យធ្វើយ៉ាងណាឲ្យមានលក្ខណៈងាយស្រួលមានន័យគ្រប់គ្រាន់បន្ទាប់មកបកស្រាយទិន្នន័យដែលបានសង្ខេបរួចនិងពណ៌នាលើទិន្នន័យនោះក្នុងដំណាក់កាលនេះគេហៅថាការវិភាគជំហានទី1 primary analysis ក្រោយពីបានពិពណ៌នារួចយើងចាប់ផ្ដើមធ្វើការសន្និដ្ឋានជារួមមួយដែលផ្អែកទៅលើការវិភាគទិន្នន័យមួយចំនួនដែលយើងហៅថាសំណាក់ឬ sample ការធ្វើបែបនេះគេហៅថាការវិភាគជំហានទី2 secondary analysis គេនិយមយកវិធីនេះមកធ្វើជាជំនួយក្នុងការធ្វើសេចក្តីសម្រេចចិត្តហើយអ្វីបានជាយើងត្រូវសិក្សាអំពីស្ថិតិនេះជាមូលហេតុនៃការសិក្សាស្ថិតិទី1ដើម្បីមានចំណេះដឹងអំពីស្ថិតិនៅក្នុងវិស័យដែលអ្នកកំពុងធ្វើការងារនិងសិក្សាទី2ដើម្បីមានជំនាញនៅក្នុងការស្រាវជ្រាវពីព្រោះស្ថិតិជាមូលដ្ឋានគ្រឹះនៃការស្រាវជ្រាវក្នុងការប្រមូលទិន្នន័យការរៀបចំទិន្នន័យការវិភាគទិន្នន័យការសង្ខេបទិន្នន័យដែលប្រើប្រាស់សម្រាប់ពេលអនាគតទី3ប្រើប្រាស់ចំណេះដឹងផ្នែកស្ថិតិដែលអ្នកបានសិក្សាដើម្បីធ្វើការសម្រេចចិត្តដោយមានភាពឆ្លាតវៃអំពីផលិតផលអ្វីដែលអ្នកត្រូវទិញឬអំពីចំណាយរបស់រដ្ឋាភិបាលជាដើមទី4ការរៀបចំផែនការរយៈពេលវែងលើផ្នែកទីផ្សារផ្នែកគណនេយ្យផ្នែកត្រួតពិនិត្យគុណភាពសម្រាប់អ្នកប្រើប្រាស់អ្នកគ្រប់គ្រងមន្ទីរពេទ្យផ្នែកអប់រំនិងផ្នែកនយោបាយទី5កាត់បន្ថយហានិភ័យគាំទ្រដល់ការស្រាវជ្រាវវិទ្យាសាស្ត្រនិងជួយវិភាគបញ្ហាសង្គមនិងសេដ្ឋកិច្ចនេះជាឧទាហរណ៍អំពីការប្រើប្រាស់ស្ថិតិទី1ក្រុមហ៊ុន Apple បានប្រើប្រាស់ស្ថិតិដោយប្រមូលទិន្នន័យពីការលក់ទូរស័ព្ទតាមប្រទេសដូចជាអាមេរិកអឺរ៉ុបនិងអាស៊ីការប្រមូលទិន្នន័យពី App Store និងមតិយោបល់ពីអតិថិជនបន្ទាប់ពីប្រមូលទិន្នន័យរួចរាល់ក្រុមហ៊ុន Apple បានរៀបចំទិន្នន័យជាក្រាបតារាងប្រៀបធៀបការលក់តាមត្រីមាសនិងតាមតំបន់ចំពោះការវិភាគទិន្នន័យ Apple ប្រើប្រាស់វិធីស្ថិតិដូចជា Trend Analysis និង Forecasting Model បន្ទាប់ពីការវិភាគរួចរាល់ក្រុមហ៊ុន Apple ធ្វើការសម្រេចចិត្តដោយកំណត់បរិមាណផលិតកំណត់តម្លៃនិងការកែលម្អផលិតផលជារួមមកក្រុមហ៊ុន Apple ប្រើប្រាស់ស្ថិតិដើម្បីព្យាករណ៍កំណត់យុទ្ធសាស្ត្រកែលម្អផលិតផលនិងការបង្កើនប្រាក់ចំណេញ
ទី2រដ្ឋាភិបាលប្រើប្រាស់ស្ថិតិដើម្បីគ្រប់គ្រងសេដ្ឋកិច្ចនិងសង្គមដោយផ្អែកលើទិន្នន័យពិតដូចជាការគណនាអត្រាគ្មានការងារធ្វើដោយរដ្ឋាភិបាលធ្វើការស្ទង់មតិប្រជាជនដើម្បីដឹងថាមានប្រជាជនប៉ុន្មាននាក់កំពុងមានការងារធ្វើមានប្រជាជនប៉ុន្មាននាក់កំពុងស្វែងរកការងារធ្វើនិងប្រជាជនចំនួនប៉ុន្មាននាក់មិនបានចូលរួមក្នុងកម្លាំងពលកម្មក្រៅពីនេះរដ្ឋាភិបាលប្រើប្រាស់ស្ថិតិដើម្បីវាស់វែងអត្រាកំណើនសេដ្ឋកិច្ចដោយគណនាផលិតផលក្នុងស្រុកសរុបដើម្បីដឹងថាប្រសិនបើផលិតផលក្នុងស្រុកសរុបមានការកើនឡើងនោះនាំឲ្យសេដ្ឋកិច្ចមានកំណើនប៉ុន្តែបើផលិតផលក្នុងស្រុកសរុបថយចុះវិញនោះរដ្ឋាភិបាលត្រូវកាត់បន្ថយអត្រាពន្ធនិងបង្កើនចំណាយសាធារណៈជារួមមករដ្ឋាភិបាលប្រើប្រាស់ស្ថិតិដើម្បីរៀបចំគោលនយោបាយគ្រប់គ្រងសេដ្ឋកិច្ចបង្កើតការងារនិងកាត់បន្ថយភាពក្រីក្រសរុបជារួមមកស្ថិតិជាវិទ្យាសាស្ត្រដែលសិក្សាអំពីការប្រមូលការរៀបចំការបង្ហាញការវិភាគទិន្នន័យដើម្បីទាញរកការសន្និដ្ឋានជួយដល់ការសម្រេចចិត្តខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីស្ថិតិដែលគេប្រើយ៉ាងទូលំទូលាយនៅក្នុងផ្នែកទីផ្សារគណនេយ្យផ្នែកត្រួតពិនិត្យគុណភាពសម្រាប់អ្នកប្រើប្រាស់អ្នកគ្រប់គ្រងមន្ទីរពេទ្យផ្នែកអប់រំនិងផ្នែកនយោបាយសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត